ក្មេងស្រីម្នាក់បានយំភ្លាមនៅពេលដែលនាងបានញ៉ាំពងមាន់ជាលើកដំបូងដោយសារតែនាងរស់នៅផ្ទះឪពុកម្ដាយបង្កើតអស់រយៈពេល18ឆ្នាំកុំថាឡើយពងមាន់សូម្បីតែសិតអង្គុយញ៉ាំបាយលើងោជាមួយស្ករត្នោតពេញមួយចានឲ្យនាងរំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែកភ្លាមនៅទីនោះយ៉ាងណាមិញកាលពីនៅផ្ទះរបស់ល្អត្រូវទុកឲ្យបងស្រីមុនជានិច្ចបើហ៊ានលួចញ៉ាំបន្តិចបន្តួចនាងនឹងត្រូវម្ដាយវីដំជេរប្រមាថម្ដាយក្មេកបានមើលឃើញពីភាពខុសប្រក្រតីរបស់នាងចាប់ពីថ្ងៃនេះកុំឲ្យវាត្រជាក់វានឹងឆ្អាបតាមពិតទៅក្មេងស្រីនេះមិនត្រូវបានឪពុកម្ដាយស្រឡាញ់តាំងពីតូចមកដោយពួកគេគិតថាបងស្រីជាតារានាំសំណាងចំណែកនាងគឺជាតារានាំសំណាងអាក្រក់ទើបពួកគេលក់នាងក្នុងតម្លៃតិចតួចឲ្យទៅបុរសជារ៉ាំរ៉ៃម្នាក់ដែលល្បីឈ្មោះក្នុងតំបន់នោះបណ្ដេញនាងចេញនាងក៏ស្នើទៅលាងចានថែមទាំងប្រាប់ម្ដាយក្មេកថាការងារធ្ងន់ដូចជាបោកខោអាវនឹងឲ្យចំណីជ្រូកសូមទុកឲ្យនាងធ្វើទាំងអស់ប៉ុន្តែមិននឹកស្មានថាត្រូវបានម្ដាយក្មេកខាត់ទុកនៅក្នុងផ្ទះយើងការងារធ្ងន់ទាំងនេះគឺបុរសនៅក្នុងផ្ទះយើងការងារធ្ងន់ទាំងនេះគឺបុរសជាអ្នកធ្វើពួកយើងជាស្ត្រីមានសម្រាប់និងសោយសុខម៉ែនិយាយត្រូវហើយនៅក្នុងផ្ទះយើងកូនប្រសារស្រីគឺសម្រាប់ឲ្យស្រឡាញ់ថ្នាក់ថ្នមកូនច្បងឲ្យមកជួបប្រពន្ធតូចរបស់កូនមកនាងគឺលូឆាងឈួននាងដកកងដៃប្រាក់មួយគូពីក្នុងហោប៉ៅមកពាក់ឲ្យក្មេងស្រីប្រាប់នាងថាកូនប្រសារផ្ទះគេមានអ្វីនាងក៏ត្រូវតែមានដូចគ្នាទង្វើដ៏កក់ក្ដៅនេះបើថ្ងៃក្រោយជីវភាពធូរធារជាងនេះនឹងបដូរជាមាសឲ្យនាងចំពោះមុខគ្រួសារថ្មីដែលផ្ដល់ភាពកក់ក្ដៅឲ្យខ្លួននេះក្មេងស្រីនិយាយដោយស្មោះត្រង់ថាតាំងពីតូចត្រង់ឡើយម្ដាយក្មេកមានចិត្តអាណិតអាសូរក៏ដើរទៅអបក្មេងស្រីប្រាប់នាងថាថ្ងៃមង្គលកុំយំហើយក៏ប្រាប់កូនប្រុសឲ្យនាំប្រពន្ធចូលក្នុងបន្ទប់ដោយគិតថាស្វាមីគឺជាអ្នកជំងឺដែលគេតែងតែនិយាយគ្នាថាមានសុខភាពខ្សោយខ្លាំងនោះស្ត្រីរូបនោះនៅតែមានការព្រួយបារម្ភថាគួរតែធ្វើដូចម្ដេចក្នុងរាត្រីផ្សំដំណេកចំណែកឯស្វាមីគ្រាន់តែញឹមហើយអង្គុយក្បែរនាងដោយប្រាប់នាងថាអ្វីទាំងអស់គ្រាន់តែជាពាក្យចាំអារ៉ាមរបស់អ្នកភូមិប៉ុណ្ណោះទោះបីជាគាត់រងរបួសបន្តិចបន្តួចមែនប៉ុន្តែវាមិនធ្ងន់ធ្ងរខ្លាំងនោះទេរហូតដល់ពេលនេះទើបក្មេងនឹងគ្នាជាផ្លូវការបន្ទាប់ពីស្វាមីចេញទៅក្មេងស្រីរូបនោះក៏បានទៅបន្ទប់ឪពុកម្ដាយក្មេកដើម្បីមើលថែពុកក្មេកដែលពិការឪពុកក្មេកក៏មានការយកចិត្តទុកដាក់ចំពោះនាងយ៉ាងខ្លាំងដែរប្រឹងប្រែងយ៉ាងខ្លាំងហើយបានយកប្រអប់គ្រឿងសម្អាងដែលគាត់ធ្វើដោយដៃផ្ទាល់ចេញពីខាងក្រោយខ្នងរបស់គាត់ហុចវាទៅឲ្យក្មេងស្រីដល់ថាកាលពីមុននាងគ្រាន់តែចង់មើលប្រអប់គ្រឿងសម្អាងរបស់បងស្រីនាងបន្តិចប៉ុណ្ណោះបាច់ជើងឲ្យឪពុកក្មេកដោយស្មោះត្រង់ដោយលើកទឹកចិត្តគាត់ថាគាត់នឹងជាសះស្បើយឡើងវិញទោះបីជាឪពុកក្មេកនិយាយមកថាឲ្យក្មេងស្រីកុំលួងលោមគាត់ក៏ដោយប៉ុន្តែគាត់មិនដឹងទេថាអភូតហេតុកំពុងតែកើតឡើងកុំអីជើងនេះពីការអស់3ឆ្នាំហើយវាបានคล้ายជាសាច់ងាប់ទៅហើយតែអាចទៅរួចយ៉ាងម៉េច